សួស្តីអ្នកនរគ្នាខ្ញុំសារាយុទ្ធថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកនរគ្នាអំពីសកម្មភាពរបស់ខ្ញុំនៃថ្ងៃចុងសប្តាហ៍នៅប្រទេសកូរ៉េនៅអឺសេអ៊ូលនៅទីក្រុងសេអ៊ូលជាធម្មតាថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្ញុំអត់ធ្វើការហើយខ្ញុំងើបពីគេងហើយខ្ញុំក៏ទៅហូបទៅញ៉ាំកាហ្វេអញ្ចឹងណាហាងកាហ្វេនៅជិតផ្ទះហើយនេះគឺជាផ្លូវយើងដើរទៅម៉ាតដោយសារតែពួកខ្ញុំចេញពីហាងកាហ្វេហើយយើងក៏ទៅម៉ាតយើងទៅរកអីញ៉ាំនៅម៉ាតនៅខែនេះវាផុតរដូវជាអីវាចូលរដូវក្តៅចឹងយើងអាចពាក់អាវដៃខ្លីខោជើងខ្លីបានហើយនេះខ្ញុំថ្ងៃសៅរ៍ថ្ងៃអាទិត្យនិយាយពីថាដេកដល់ម៉ោង10ម៉ោង10មកងើបឥឡូវនេះខ្ញុំទិញបានគីឡូស្រាយជាមួយនឹងផ្សិតម្ជុលដែលចង់3-4បកហើយបាន3ហ្នឹងដោយសារយើងអត់សូវធ្វើអីញ៉ាំនៅផ្ទះទេដោយសារយើងញ៉ាំនៅខាងក្រៅភាគច្រើនហើយនេះកំពុងតែហមមើលទឹកស៊ីអ៊ីវវីដេអូថ្ងៃចុងសប្តាហ៍របស់ខ្ញុំមានតែប៉ុណ្្នឹងឯងហើយអរគុណអ្នកនរគ្នាដែលចំណាយពេលវេលាមើលហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូលើកក្រោយទៀតឲ្យបានច្រើនបាយបាយ